កាលពីថ្ងៃទី10ខែតុលាឆ្នាំ2025គឺជាថ្ងៃដែលត្រូវប្រកាសពានរង្វាន់ Nobel សន្តិភាពហើយអ្នកដែលទទួលបានពានរង្វាន់ Nobel សន្តិភាពនេះគឺលោកស្រី Maria Corina Machado លោកប្រធានាធិបតី Donald Trump ក៏បានរំពឹងខ្ពស់ដែរថាលោកនឹងទទួលបាននៅពានរង្វាន់ Nobel សន្តិភាពនៅក្នុងឆ្នាំនេះក៏ប៉ុន្តែការរំពឹងរបស់លោកគឺមិនបានដូចបំណងនោះឡើយតើមូលហេតុអ្វីបានជាប្រធានាធិបតី Donald Trump មិនទទួលបានពានរង្វាន់ Nobel សន្តិភាពពានរង្វាន់ Nobel សន្តិភាពត្រូវបានបង្កើតឡើងតាំងពីឆ្នាំ1901ដោយលោក Alfred Nobel គោលបំណងនោះគឺដើម្បីផ្ដល់ជូនដល់មនុស្សឬអង្គការណាមួយដែលបានរួមចំណែកក្នុងការរក្សាឬបង្កើតសន្តិភាពនៅលើពិភពលោកក្រុមប្រឹក្សា Nobel សន្តិភាពនៅប្រទេសណូវេជាអ្នកជ្រើសរើសជ័យលាភីពួកគេមិនបានផ្ដល់ពានរង្វាន់ដោយសារតែភាពល្បីល្បាញឬដោយសារអំណាចនយោបាយទេពាននេះគឺផ្អែកទៅលើសកម្មភាពនិងលទ្ធផលពិតប្រាកដដែលអាចជួយឲ្យពិភពលោកមានសន្តិភាពតើលោក Donald Trump បានធ្វើអ្វីខ្លះដើម្បីបង្កើតសន្តិភាពនៅពេលដែលគាត់ឡើងកាន់តំណែងជាប្រធានាធិបតីលោក Trump បានចាប់អារម្មណ៍ចំពោះការបញ្ចប់សង្គ្រាមនិងបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាច្រើនមានដូចជាកិច្ចព្រមព្រៀងអាប់រ៉ាហាំនៅក្នុងឆ្នាំ2020ប្រទេសអារ៉ាប់រួមមួយចំនួនរួមទាំងប្រទេសអារ៉ាប់អេមីរ៉ាត់បារ៉េននិងម៉ារ៉ូកូបានចុះហត្ថលេខាជាមួយអ៊ីស្រាអែលវាជាកិច្ចព្រមព្រៀងសន្តិភាពដ៏ជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានពីមុនមកនោះឡើយទី2ការប្រជុំជាមួយកូរ៉េខាងជើងត្រាំជាប្រធានាធិបតីដំបូងដែលបានជួបផ្ទាល់ជាមួយនឹងលោកគីមចុងអ៊ុនគោលបំណងគឺដើម្បីបញ្ចប់គម្រោងអាវុធនុយក្លេអ៊ែរនិងការបើកទ្វារសន្តិភាពនៅភាគអាស៊ីខាងជើង3ការដកទាហានចេញពីតំបន់សង្គ្រាមដូចជាអាហ្គានីស្ថាននិងសេរីគាត់បាននិយាយថាយើងមិនចង់ឲ្យកូនអាមេរិករបស់យើងទៅស្លាប់នៅក្នុងសង្គ្រាមដែលគ្មានទីបញ្ចប់នោះទេប៉ុន្តែខាងក្រោមនេះគឺជាមូលហេតុមួយចំនួនដែលធ្វើឲ្យលោកប្រធានាធិបតី Donald Trump មិនទទួលបានពានរង្វាន់ Nobel សន្តិភាពកិច្ចព្រមព្រៀងជាច្រើនរបស់លោក Trump ជាដំបូងត្រូវបានគេសរសើរគេអបអរសាទរប៉ុន្តែក្រោយមកមិនមានការអនុវត្តពេញលេញឧទាហរណ៍ដូចជាការជួបជាមួយនឹងកូរ៉េខាងជើងមិនបាននាំឲ្យមានការបញ្ចប់អាវុធនុយក្លេអ៊ែរពិតប្រាកដនោះឡើយមូលហេតុទី2ស្ថានភាពតានតឹងនៅតែមានក្រោមរដ្ឋបាលរបស់ Trump នៅមានសកម្មភាពយោធានិងចំនួននៅអ៊ីរ៉ាក់និងសេរីដូច្នេះគឺមិនទាន់មានសន្តិភាពពិតប្រាកដនោះឡើយលោក Trump ក៏ជាអ្នកនយោបាយដែលមានទំនាស់ច្រើនណាស់ដែរមានន័យថាលោកក៏មានអ្នកគាំទ្រស្រឡាញ់ច្រើននិងអ្នកប្រឆាំងនឹងគាត់ក៏មានច្រើនប៉ុន្តែក្រុម Nobel សន្តិភាពព្យាយាមរកមនុស្សណាដែលទទួលបានការយល់ព្រមជាទូទៅពលគឺសមទៅនឹងតំណាងសន្តិភាពជាសកលអ្នកគាំទ្រ Trump និយាយថាគាត់គួរតែទទួលបានពាននេះព្រោះគាត់បានធ្វើឲ្យប្រទេសអ៊ីស្រាអែលនិងប្រទេសអារ៉ាប់ជិតខាងបានចូលរួមសន្តិភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រគាត់គួរតែទទួលបានពាននេះស្រដៀងនឹងលោក Barack Obama ដែលទទួលបានវាកាលពីអាណត្តិមុនប៉ុន្តែក៏មានអ្នកវិភាគមួយចំនួនក៏បាននិយាយដែរថាកិច្ចព្រមព្រៀងសន្តិភាពរវាង Trump មានគោលបំណងនយោបាយនិងសេដ្ឋកិច្ចច្រើនជាងសន្តិភាពពិតប្រាកដគេនិយាយថាវាជាសន្តិភាពបែបអាជីវកម្មមិនមែនសន្តិភាពបែបចិត្តមនុស្សនោះទេដូច្នេះការទទួលបានពានរង្វាន់ Nobel សន្តិភាពមិនពឹងផ្អែកទៅលើការធ្វើកិច្ចការអ្វីមួយធំៗនៅក្នុងរយៈពេលខ្លីនោះទេវាត្រូវការភស្តុតាងពិតប្រាកដនិងសន្តិភាពដែលអាចរក្សាបានយូរអង្វែងចំពោះលោកប្រធានាធិបតី Donald Trump លោកបានចូលរួមក្នុងការបង្កើតកិច្ចព្រមព្រៀងសន្តិភាពជាច្រើនមែនក៏ប៉ុន្តែលទ្ធផលមួយចំនួននៅតែមិនទាន់មានភាពច្បាស់លាស់ហេតុនេះហើយទើបគាត់មិនទទួលបានពានរង្វាន់ Nobel សន្តិភាពសន្តិភាពដ៏ពិតប្រាកដមិនកើតឡើងក្នុងរយៈពេលមួយយប់នោះទេវាត្រូវការពេលវេលាការយល់ព្រមនិងទឹកចិត្តរបស់មនុស្សនៅជុំវិញខ្លួននិងជុំវិញពិភពលោកទាំងស្រុងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះសូមកុំភ្លេចជួយ Subscribe និង Share វីដេអូមួយនេះដើម្បីទទួលបានវីដេអូថ្មីៗពី Channel របស់យើងខ្ញុំអរគុណបងប្អូនយើងជួបគ្នាបន្តទៀតនៅក្នុងវីដេអូក្រោយ